លើកនេះ Huawei បានបញ្ចេញពីរ model គឺ Watch Fit 4 និង Watch Fit 4 Pro ដែលមានគែមអេក្រង់ Titanium កញ្ចក់ Sapphire Glass ហើយមានមុខងារកីឡាកម្រិតអាជីពគ្រប់មុខអមដោយ Panty មិនត្រូវការអ៊ីនធឺណិតថ្មកាន់រហូតដល់ 10 ថ្ងៃក្នុងរូបរាងដ៏ស្ដើងស្រាលងាយស្រួលពាក់អាចប្រើជាមួយទូរស័ព្ទទាំង Android និង iOS ព្រមទាំងទទួលការខលចេញចូលបានផងដែរ Huawei Watch Fit 4 Pro ប្រើរចនាបថអេក្រង់ជ្រុងដែលមានគែមរាងមូលបន្តិចការពារដោយគែម Bezel Titanium ជាមួយនឹងអេក្រង់ AMOLED ទំហំ 1.83 អ៊ីងដែលអាចបង្ហាញពន្លឺបានរហូតដល់ 3000 nit ការពារពីការសឹកឆ្កូតដោយកញ្ចក់ត្បូងកណ្ដៀង Sapphire Glass មានមុខងារមួយដែល Huawei ពីមុនធ្លាប់បំរុងទុកតែសម្រាប់នាឡិកាកម្រិតថ្លៃៗរបស់ខ្លួនតែប៉ុណ្ណោះគឺមុខងារ ECG ហើយមុខងារនេះវាមានតួនាទីអាចវាស់សកម្មភាពចលនាអគ្គិសនីឬក៏ជីបចរនៃបេះដូងរបស់យើងងាកមកមុខងារកីឡាវិញលើកនេះសម្រាប់អ្នកលេងកីឡាវាយកូនហ្គោលគឺត្រូវចិត្តខ្លាំងមែនទែនហើយដោយសារតែ Huawei បានដាក់ Panty Gold Coast ធំៗនៅក្នុងស្រុកខ្មែរយើងនឹងឲ្យដំណើរការនៅលើនាឡិកានឹងផ្ទាល់តែម្ដងចំណែកកីឡាដែលកំពុងពេញនិយមខ្លាំងដូចជាកីឡារត់ Trail Run ជិះកង់នឹងទទួលបានភាពងាយស្រួលពី Offline Map ប៉ុន្តែបើនិយាយទៅកីឡាអីក៏ត្រូវជាមួយនឹង Watch Fit 4 Series នេះដែរដោយសារតែគេមាន preset ប្រភេទកីឡាជាង100ប្រភេទឯណោះខ្ញុំសង្កេតឃើញថានាឡិកានេះស្រាលខ្លាំងមែនទែនទម្ងន់វាត្រឹមតែ30ក្រាមទេ Fit 4ក៏ជាជម្រើសល្អដែរហើយវាកាន់តែស្រាលជាង Fit 4 Pro ទៅទៀតបើសិនជាអ្នកទាំងអស់គ្នាស្រឡាញ់មុខនាឡិការាងជ្រុងហើយចង់បានរូបរាងតូចស្រាលមានមុខងារគ្រប់គ្រាន់ទាំងសុខភាពផ្លូវកាយផ្លូវចិត្តគុណភាពដំណេកចង់បានផលិតភាពប្រើកញ្ចក់សុទ្ធតែ Sapphire Glass ហើយមានវ៉័នការពារ Titanium អាចជ្រើសរើស Huawei Watch Fit 4 Pro នេះបានហើយបើយើងនិយាយពី Watch Fit 4 វិញវារាង slim ជាងរាងស៊ីវិល័យបែប fashion សមនឹង style បែបយុវវ័យ Watch Fit 4 Series នេះមានតម្លៃចាប់ពី$100ជាងឡើងទៅហើយគេមានថែមកាដូជាច្រើនបូករួមជាមួយនឹងការធានារយៈពេល2ឆ្នាំ